មុនពេលសង្គ្រាមនៅខែមករាខែកក្កដាសំទោសខែ7ក្រដៅក្តៅនៅអឺរ៉ុបនិងអាមេរិកចង់និយាយថាមុនសង្គ្រាមលើកទី1នៅ5ចំនួន5ថ្ងៃមុនកិច្ចព្រមព្រៀងនៅកូឡាឡាំពូដែលធ្វើឡើងដោយដូណាល់ត្រាំនិងអានវ៉ាអ៊ីប្រាហ៊ីមនឹងអ្នកនយោបាយថៃជាច្រើនបានផ្ញើសារទៅចិននិងនិយាយថាកម្ពុជាកុំអាងចិនឲ្យសោះហ៊ីនលីហើយថៃមិនខ្លាចទេទោះជាកម្ពុជាមានចិនក៏ដោយមុនពេលការវាយលើកទី1ថៃគ្រប់ស្ទើរតែព័ត៌មានបាននិយាយអំពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជាដូននេះក្រោយផ្ទុះសង្គ្រាមមកប្រាវណាថៃក៏ចាប់ផ្ដើមឈប់ដើម្បីចរចាដានខាងហើយបង្កើតឲ្យមានបទឈប់បាញ់មួយនិងកិច្ចព្រមព្រៀងដោយមានដូណាល់ត្រាំនិងម៉ាឡេស៊ីរដ្ឋាភិបាលនៅកូឡាឡាំពូអានវ៉ាអ៊ីប្រាហ៊ីមសម្របសម្រួលក្នុងនាមជាប្រធានអាស៊ានពេលនោះថៃបានបើកយុទ្ធនាការដាក់បន្លាលួសពាត់យកទឹកដីកម្ពុជានិងប្រតិបត្តិពាត់យកភូមិជោគជ័យនិងព្រៃច័ន្ទក្រោយមានវិបត្តិប្រហែលជា2សប្តាហ៍អានេះខ្ញុំនិយាយដើមរឿងដែលនិយាយថាចិនអាចណាឲ្យថៃវាយពេលនោះស្ដេចថៃក៏ទៅទស្សនកិច្ចប្រទេសចិនក្រោយមានកិច្ចព្រមព្រៀងណាសន្តិភាពនៅកូឡាឡាំពូក្រោយពេលស្ដេចថៃទៅទស្សនកិច្ចនៅស្រុកចិនមកដល់វិញបាន2ថ្ងៃទៅ3ថ្ងៃថៃបើកការបាញ់ជនស៊ីវិលស្លាប់នៅភូមិព្រៃច័ន្ទបាញ់ជនស៊ីវិលតែម្ដងបងប្អូនមានចាំនៅភូមិព្រៃច័ន្ទភូមិជោគជ័យនេះដែលបណ្ដាលឲ្យស្លាប់និងរបួសប្រជាពលរដ្ឋដែលកំពុងតែមិត្តម៉ានអង្គុយពិសាអាហារថ្ងៃត្រង់បន្ទាប់ពីថៃបាញ់សម្លាប់ជនស៊ីវិលដោយកំភ្លើងដៃចិនអត់បានប្រតិកម្មទេប៉ុន្តែឈៀងចិនក៏បានចេញសារមួយសម្ដែងការអន់ចិត្តវិញរវាងកម្ពុជានិងម៉ាឡេស៊ីក្នុងជំនួបពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកបងប្អូនអានេះខ្ញុំនិយាយពីព្រឹត្តិការណ៍ពេលនោះបងប្អូនមានចាំចិនបានសម្ដែងគ្រប់សារព័ត៌មានទាំងអស់ម៉ែនកំសែងក៏គាត់និយាយដែរការខកចិត្តនឹងចង់ឲ្យណាម៉ាឡេស៊ីនិងកម្ពុជាបកស្រាយថាហេតុអីបានជាមានកិច្ចព្រមព្រៀងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនិងចិនគឺចោទប្រកាន់កម្ពុជាហើយនិងម៉ាឡេស៊ីបងប្អូនអានឹងគឺជារឿងមួយដែលព្រឹត្តិការណ៍នឹងវាចៃដន្យពេកប្រហែលជាមួយថ្ងៃក្រោយមក2ថ្ងៃក្រោយមកក្រោយពីចិនណាបានចោទកម្ពុជានិងម៉ាឡេស៊ីក៏ប្រទេសថៃចាប់ផ្ដើមប្រកាសវ៉ោតលុបចោលបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពូក្រោយពីថៃលុបកិច្ចព្រមព្រៀងសន្តិភាពនិងប្រកាសលែងគោរពលុបចោលទាំងអស់ពេលនោះក៏ចាប់ផ្ដើមមានភាពតានតឹងនៅតាមព្រំដែនបានតែមួយថ្ងៃថៃវាយលុកចូលក្នុងប្រទេសកម្ពុជានៅថ្ងៃទី7ខែធ្នូរហូតមកទល់បច្ចុប្បន្នក្នុងអំឡុងពេលដែលថៃវាយលុកណាឡាំវ៉ាន់គឺប្រទេសចិនស្ងាត់មិនបានចូលអន្តរាគមន៍នៅក្នុងនាមជាប្រទេសមិត្តដៃថៃកម្ពុជាទេផ្ទុយទៅវិញសហភាពអឺរ៉ុបមែនទេនិងអាមេរិកជប៉ុនបានចូលរួមដើរតួនាទីសំខាន់ជាមួយនឹងការអំពាវនាវដើម្បីឲ្យមានបាត់ឈប់បាញ់និងគោរពណាកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពូឡើងវិញអញ្ចឹង
rồi chứ mày cái lấy ní cứ chỉ chúng nó tí mỗi nhầm tí sai và đá nè nhầm tí sai và đá thật tơ chấn ai nơi bị cởi khăn ông bình chia mình thằng bình chia nơi bị cởi khăn ông lên tất chất này thì việc hạt bị đôi chỉ chạy đâm nè mong buồn việc hạt bị đôi chỉ chạy đâm nè đâyประเทศไทยក្រោយពីស្រេចថៃទៅជួបណាប្រធានាធិបតីចិនត្រឡប់មកវិញលុបចោលកិច្ចព្រមព្រៀងសន្តិភាពលុបចោលបទឈប់បាញ់បើកការវាយប្រហារប្រជាជននិងបើកការវាយសន្ធប់មកលើប្រទេសកម្ពុជាណាហើយរហូតមកទល់ពេលនេះមិនទាន់ឃើញចិនមិនមែនឲ្យទៅមែនទេជួយកម្ពុជាទេគ្រាន់តែลูกដៃลูกមាត់ដោយសហក្នុងនាមជាសហគមន៍អន្តរជាតិក្នុងនាមជាអង្គការសហប្រជាជាតិពីព្រោះចិនអាចลูกមាត់បាននៅក្នុងការសម្របសម្រួលចិនអាចចូលរួមសម្របសម្រួលបានជាមួយនឹងអាមេរិកព្រោះចិនក៏ធ្វើការជាមួយអាមេរិកដែរជាមួយអានវ៉ាអ៊ីប្រាហ៊ីមដែរមែនទេចំណុចទី1ចំណុចទី2មានបងប្អូនខ្លះទៀតបានផ្ញើចម្ងល់ថាលោកគ្រូហេតុអីបានជាថៃវាយលុកតំបន់នេះខ្លាំងតំបន់នោះមិនខ្លាំងតំបន់នេះខ្សោយតំបន់នេះមិនខ្សោយចម្លើយរបស់សូនារាថៃណាខ្ញុំសម្គាល់ឃើញអានឹងមានណាមកប្រាប់ខ្ញុំទេប៉ុន្តែដូចខ្ញុំថាអញ្ចឹងសកុនត្រីអ៊ុមីសេងការយល់ឃើញអាចត្រូវនឹងខុសតែប៉ុណ្ណោះថាលោកគ្រូចុះហេតុអីបានថៃវាយទីតាំងនេះហេតុអីបានថៃមិនសូវសម្របទីតាំងនោះហេតុអីបានថៃសម្របទីតាំងនោះហើយថៃមិនសម្របទីតាំងនេះបងប្អូនចម្លើយសូនារាគឺចេះកន្លែងណាដែលមានថៃរស់នៅជនជាតិថៃរស់ជនជាតិថៃក៏មករស់នៅប្រទេសកម្ពុជាច្រើនដែរនៅក្នុងការធ្វើការអនឡាញដូចជានៅកាស៊ីណូអីហ្នឹងមែនទេឬក៏នៅកន្លែងផ្សេងហ្នឹងកន្លែងណាដែលមានជនជាតិថៃរស់នៅច្រើននិងមានកាស៊ីណូពាណិជ្ជកម្មរបស់ចិនថៃអត់វាយលុកទេតែអត់ជឿសូនារាឥឡូវខ្ញុំឲ្យបងប្អូនរកឃើញមួយមែនទេថៃវាយលុកកាស៊ីណូស្រីពៅតែរបស់ខ្មែរតែប៉ុណ្ណោះគឺរបស់លីយ៉ុងផាត់កុកអានភាគច្រើនតំបន់កាស៊ីណូណាដែលជាតំបន់ចិនណាហើយមានជនជាតិចិនរស់នៅច្រើនថៃអត់វាយទេសំណួរសួរថាហេតុអីបានជាថៃមិនវាយទីតាំងដែលមានចិនរស់នៅច្រើនពីព្រោះថៃត្រូវជាមួយចិនអានឹងយើងនិយាយពីទស្សនៈណាថៃត្រូវជាមួយចិនគឺប្រហែលជាចិនបើកភ្លើងគៀវសំធីរីបើកភ្លើងខៀវថាវាយចុះប៉ុន្តែកុំឲ្យតែប៉ះចិនបើប៉ះចិនខ្លាចឡងទៅវិញព្រោះកណាប៉ះជំរុំចិនលេងមកប្រើមើលងាប់ចិនចូល50នាក់អីវ៉ាន់ណា munition ឬក៏បំផ្លាញទ្រព្យសម្បត្តិជនជាតិចិនមានទ្រព្យសម្បត្តិខ្លះនៅក្នុងប្រទេសកម្ពុជាអានីសាលូណាគឺរដ្ឋាភិបាលចិនទេឬយើងឃើញកាស៊ីណូឃើញសន្តាគារអីហ្នឹងព្រោះចិនណាមានពេលខ្លះប្រើប្រាស់ឯកជនដែលមានរដ្ឋាភិបាលនៅពីក្រោយខ្នងដើម្បីវាទីសេដ្ឋកិច្ចខ្ញុំនិយាយរឿងតិចចំណុចនេះខ្ញុំខាន់សិនប៉ុន្តែខ្ញុំឲ្យបងប្អូនមើលសម្គាល់ថាកន្លែងណាដែលមានជនជាតិចិនមានពាណិជ្ជកម្មចិនថៃមិនដែលវាយលុកឡើយវាយលុកតែកន្លែងណាដែលជាទូទៅរបស់ខ្មែរសុទ្ធរបស់កុកអាននិងរបស់លីយ៉ុងផាត់អាហ្នឹងខ្មែរសុទ្ធអាហ្នឹងគឺខ្ទេចអត់មានសល់កន្លែងណាមួយទេមែនទេអញ្ចឹងអាកន្លែងហ្នឹងបងប្អូនសម្គាល់មើលមានមនុស្សជាច្រើនតែទៅសួរខ្ញុំហើយខ្ញុំឆ្លើយដូចគ្នាខ្ញុំឆ្លើយម្ដងខ្ញុំមិនបាច់ឆ្លើយទៀតខ្ញុំឆ្លើយក្នុងសារតែលោកគ្រូចុះមិនក៏កន្លែងថៃវាយលុកកន្លែងនេះអត់កន្លែងនោះកន្លែងនោះអត់កន្លែងនេះកន្លែងនេះខ្ញុំឆ្លើយទៅនិយាយថាទីកន្លែងណាដែលមានជនជាតិថៃរស់នៅច្រើនហើយកន្លែងដែលមានកាស៊ីណូនិងជនជាតិចិនរស់នៅច្រើនថៃវាអត់វាយទេហេតុអីពីព្រោះពេលដែលថៃវាយក្រោយពីស្ដេចថៃទៅជួបប្រធានាធិបតីចិនសំណួរហ្នឹងយើងអាចឆ្លើយថាតើចិនអាចngheឃើញទេចូលដល់សំណួរចំណុចទី2នេះតើចិនអាចឲ្យថៃវាយខ្មែរដើម្បីចង់ដឹងអំពីជំហរកម្ពុជាដែរឬទេចង់ដឹងចិត្តស្មោះ
របស់កម្ពុជាដែរទេសំណួរចំណុចទី3ខ្ញុំនិយាយបាញ់មិញរឿងចិនប្រើពាណិជ្ជកម្មមិនមែនឯកជនទេបងប្អូនណាចិនគឺមានមុខពីររាល់ស្ទើរតែពាណិជ្ជកម្មចិនជាច្រើនសូមែនឆាំគឺឯកជនទេប៉ុន្តែជាគម្រោងថវិការបស់រដ្ឋាភិបាលតែគេអត់ឲ្យនិយាយថារដ្ឋាភិបាលគេថាក្រុមហ៊ុនជីងហាត់អីចឹងទៅបាទនេះក្រុមហ៊ុនចានក្តាប់អីចឹងទៅទីរកក្រុមហ៊ុនអីចឹងក្រុមហ៊ុនឈីឈុបអីចឹងទៅណាក្រុមហ៊ុនចានលៀងអីចឹងណាបាទជីងហាត់ចានលៀងអីចឹងទៅអាហ្នឹងបងប្អូនគឺយើងមើលទៅថាឯកជននេះប៉ុន្តែបញ្ចាត់អាហ្នឹងរដ្ឋហ្នឹងសិតតែលុយរដ្ឋទេបងប្អូនត្រូវដឹងថាប្រទេសកុម្មុយនីសរដ្ឋមានឥទ្ធិពលអញ្ចឹងហើយខ្ញុំបាននិយាយរឿងមួយនៅអាមេរិករាល់ក្រុមហ៊ុនឯកជនចិនណាមិនងាយបានវិនិយោគនៅអាមេរិកទេបើវិនិយោគទាល់តែឆ្លងកាត់ការពិនិត្យរបស់សហរដ្ឋអាមេរិកពីព្រោះអាមេរិកជឿថាចិនបានផ្ញើអាក្រុមហ៊ុនវិនិយោគចូលទៅក្នុងប្រទេសអាមេរិកនិងប្រទេសអឺរ៉ុបហ្នឹងជាលុយរបស់រដ្ឋាភិបាលចិនទេរ៉ាមេតអ៊ុំប៉ុន្តែប្រើរូបភាពឯកជនហើយពាណិជ្ជកម្មចិនក៏មិនតិចដែរនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែគឺជាពាណិជ្ជកម្មឯកជននៅអឺរ៉ុបក៏ចឹងដែរចិនធ្វើពិបាកធ្វើមិនមែនធ្វើមិនបានទេពិបាកធ្វើរឿងពាណិជ្ជកម្មប្រើប្រាស់ឯកជនតែលុយរបស់រដ្ឋលាក់ខ្លួនណានៅប្រទេសខ្លាំងដូចជាប្រទេសអាមេរិកវ៉ាន់វ៉ាន់ឌីប្រទេសអាមេរិកប្រទេសអឺរ៉ុបប្រទេសស្វីសអីជាដើមប្រកាសព្រៃប៉ុន្តែនៅប្រទេសទុនខ្សោយដែលមានប្រព័ន្ធដឹកនាំពុករលួយចិនលូកដៃចូលបានទាំងអស់ជាពិសេសនៅអាហ្វ្រិកបងប្អូនណាបងប្អូនទៀតដឹងថានៅអាហ្វ្រិកនៅអារ៉ាប់ប្រទេសក្រីក្រហ្នឹងចិនលូកដៃចូលណានៅប្រទេសអាហ្វ្រិកពាណិជ្ជកម្មក្រុមហ៊ុនរ៉ែជាពិសេសចិនចូលទៅជីករ៉ែចូលទៅកាត់កាយរុករ៉ែបងប្អូនណាទៅសិក្សាស្រាវជ្រាវព័ត៌មានជាពិសេសនៅប្រទេសអាហ្វ្រិកនៅប្រទេសអាស៊ីសូម្បីតែនៅប្រទេសនេប៉ាល់បាស់ជើងមួយឲ្យបំណុលចិនដោយសារប្រទេសណាដែលមានប្រព័ន្ធពុករលួយប្រព័ន្ធទុនខ្សោយហ្នឹងចិនដូចមេរោគចឹងបងប្អូនណាវាលុកចូលទៅវាហែកស៊ីពីព្រោះមនុស្សឃ្លានលុយដល់ទៅពេលចិនទម្លាក់លុយទៅពួករដ្ឋាភិបាលបំរើចិនហ្នឹងបងប្អូនមើលនៅអាហ្វ្រិកប្រទេសនៅអាហ្វ្រិកដែលជាងពាក់កណ្ដាលបច្ចុប្បន្នហ្នឹងណាស្ទើរតែចិនកាន់កាត់រ៉ែស្ទាំងអស់ខ្ញុំគាត់ប្រាប់ជាចង់មកនៃការមែនទេអញ្ចឹងពាណិជ្ជកម្មរបស់ចិនគឺជាទូទៅតែងតែមានរដ្ឋបង្កត់នៅក្នុងហ្នឹងមានពេលខ្លះក្រុមហ៊ុនឯកជនគ្រាន់តែជាអាយ៉ងទេលុយពិតប្រកបជួននេះគឺជាលុយរបស់រដ្ឋាភិបាលចិនស្រីឡៃស្ទឹងត្រែងអានេះជាចំណុចទី3ចំណុចទី4យើងនៅតែចោទសួរយោងតាមចំណុចទី1ដែលថាក្រោយពីស្ដេចថៃមកពីចិនថៃធ្វើសង្គ្រាមកន្លែងណាដែលមានកាស៊ីណូឬក៏ទីប្រជុំជនចិនរស់នៅច្រើនថៃអត់បើកការអ្វីលោកចិនចាប់ផ្ដើមចោទកម្ពុជានិងម៉ាឡេស៊ីថាមានតំណែងអ្វីដែលជាតំណែងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយនឹងអាមេរិកអានឹងគឺជាហេតុផលមួយវាហាក់បីដូចជាបង្ហាញថាការវាយលុករបស់ថៃមកលើប្រទេសកម្ពុជាគឺជានយោបាយរបស់ចិនចង់សាកល្បងចង់ដឹងជំហរកម្ពុជាតើកម្ពុជាងាកទៅអាមេរិកឬក៏ងាកទៅចិនហើយចិនឈរអបដៃមើលចេះមើលណាឥឡូវឈរដៃមើលនេះតើចិនចូលចិត្តលេងសង្គ្រាមដែរទេបើកម្ពុជានៅចំណុចកណ្ដាលពេលនោះវាស្របទៅនឹងច្បាប់អន្តរជាតិស្របទៅនឹងច្បាប់ពេជ្រព្រមព្រៀងសន្តិភាពក្រុងប៉ារីមានន័យថាកម្ពុជាប្រទេសអព្យាក្រឹតស្របទៅនឹងរដ្ឋធម្មនុញ្ញវណ្ណសង្ហបញ្ចូលបកសម្ព័ន្ធនៃកម្ពុជាស្របច្បាប់អន្តរជាតិស្របជាមួយនឹងអង្គការសហវិជាតិស្របជាមួយនឹងច្បាប់រដ្ឋធម្មនុញ្ញប៉ុន្តែវាខុសជាមួយច្បាប់ចិនព្រោះចិនវាចូលចិត្តដូចកូរ៉េខាងជើងចឹងទៅចិនទៅផ្ដាច់តែម្ដងណាដូចរុស្ស៊ីចឹងតែបើសិនជាហ៊ុនម៉ាណែតឬក៏រដ្ឋាភិបាលកម្ពុជាងាកមកអាមេរិកខ្ញុំអត់ដឹងថាតើចិននឹងមានប្រតិកម្មអីទេប៉ុន្តែគ្រាន់តែចំណុចពាណិជ្ជកម្មតូចមួយចិនប្រតិកម្មចុះតម្រាំហ៊ុនសែនងាកមកអាមេរិកពេលនោះ
តើចិននឹងប្រើប្រាស់ថៃឬក៏យ៉ាងណាបើចិនប្រើប្រាស់ថៃតើអាមេរិកនឹងប្រឆាំងថៃដែរទេអត់ហេតុអីពីព្រោះថៃមិនមែនជាសម្ព័ន្ធមិត្តរបស់ពួកប្រជាការហើយថៃប្រើប្រាស់អាវុធអាមេរិកណាចឹងអាមេរិកណាប្រើប្រាស់អាវុធអាមេរិកគឺអាមេរិកគឺត្រូវតែអត់ទៅវាយប្រទេសណាដែលប្រើប្រាស់អាវុធរបស់ខ្លួនទេអាមេរិកមិនវាយប្រទេសណាដែលប្រើប្រាស់អាវុធរបស់ខ្លួនបងប្អូនចាំណាអាមេរិកវាយប្រទេសណាដែលអត់ប្រើអាវុធរបស់វាជាទូទៅប៉ុន្តែអាមេរិកលូកដៃគឺអន្តរាគមន៍បញ្ឈប់កុំឲ្យណាពុកពេជ្រសំណាងប្រទេសដែលប្រើប្រាស់អាវុធរបស់អាមេរិកនិងប្រទេសដែលជាមិត្តរបស់អាមេរិកនឹងខំគ្នាអាមេរិកអាចចូលរួមត្រឹមកម្រិតទប់និងមានទណ្ឌកម្មទប់ស្កាត់ផ្សេងៗប៉ុន្តែបើថាឲ្យអាមេរិកទៅវាយប្រទេសដែលប្រើប្រាស់អាវុធរបស់អាមេរិកអត់ចឹងបាទខ្ញុំនិយាយប្រៀបធៀបទៅមុនថារវាងកម្ពុជាហើយនិងថៃជាមួយចិនថៃគឺជាអតិថិជនមែនទេរបស់ចិនជាដៃគូពាណិជ្ជកម្មនិងអតិថិជនឯចំណែកខ្មែរជាអ្នកសុំទានអ្នកសុំជំនួយចិនដូច្នេះចិនវាអត់រកស៊ីខាតទេពូតូចរវាងអតិថិជននិងអ្នកសុំទានគឺចិនត្រូវនៅខាងអ្នកណាអតិថិជនណាប៉ុន្តែកម្ពុជាមានគុណសម្បត្តិមួយ Henry Wong គឺជាទីតាំងភូមិសាស្ត្រឥទ្ធិពលនៃភូមិសាស្ត្រនយោបាយណាអញ្ចឹងក្តីសង្ឃឹមរបស់ខ្ញុំណាក្តីសង្ឃឹមរបស់ខ្ញុំគឺកម្ពុជារក្សាទំនាក់ទំនងល្អណាជាមួយចិននិងសុំចោទជាសំណួរសួរទៅចិនដើម្បីជួយឲ្យចិនចូលរួមចំណែកការពារតំបន់អាស៊ានទាំង10ប្រទេសជាមួយអាមេរិកមែនទេជាមួយអាមេរិកពីព្រោះអាមេរិកបានលូកដៃទៅបើយើងមិនចូលជួយហើយយើងទៅចំណែកឧទាហរណ៍ថាអាមេរិកជួយចិនដើម្បីកសាងសន្តិភាពព្រំដែនរឹងមាំពាណិជ្ជកម្មហើយចិនមកក្តៅក្រហាយក៏អត់ត្រូវមិនក៏មិនជួយមកអត់គេអញ្ចេះណារ៉ូមីលចុះសម្រាប់សូនតាខ្ញុំតដែលអានេះខ្ញុំនិយាយនេះខ្ញុំនិយាយក្នុងនាមហ៊ុនម៉ាណែតទេបើសម្រាប់សូនតារាបើខ្ញុំទៅដឹកនាំប្រទេសភ្លាមប្រកាសសម្ព័ន្ធមិត្តជាមួយអាមេរិកខ្ញុំអត់មានខ្លាចចិនជាមិត្តប៉ុន្តែសម្ព័ន្ធមិត្តយោធាខ្ញុំបើកឲ្យមានមូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសកម្ពុជាដែនសមុទ្រណាមួយសូនតារាប្រកាសអញ្ចឹងអ្នកណាខឹងខ្ញុំអ្នកណាចង់ជេរបចោខ្ញុំអ្នកណាថាខ្ញុំខុសច្បាប់អីជេរបចោឲ្យហើយទៅខ្ញុំមិននិយាយដដែលទេពីព្រោះខ្ញុំនិយាយដើម្បីប្រទេសជាតិរបស់ខ្ញុំអត់ខ្លាចចិនវាយទេហើយបើអាមេរិកឲ្យចិនវាយខ្ញុំក៏វាយទៅចុះខ្ញុំអត់ខ្លាចទេមែនទេពីព្រោះបើយើងអត់ខ្លាំងទេអានោះវាមើងងាយវាវាយយើងងាប់កូនចៅយើងឲ្យបានទៅសាលារត់ប្រសេកប្រសាចបងប្អូនយើងឃើញទេវាអាងអាវុធរបស់អាមេរិកហ្នឹងវាវាយយើងងាប់នេះអញ្ចឹងយើងត្រូវរកម្ចាស់អាវុធឲ្យជួយដូចជាអាមេរិកម្ចាស់អាវុធឥឡូវយើងដូចមូនពេជ្រធ្វើត្រូវដែលខ្ញុំគាំទ្រថាមូនពេជ្រធ្វើត្រូវទៅរកម្ចាស់អាវុធឲ្យជួយណាអញ្ចឹងសរុបសេចក្តីមកវិញហេតុផលទាំងអស់នេះណាដែលខ្ញុំថាជាកម្រិតទស្សនៈទេវាបង្ហាញឲ្យឃើញថាហាក់បីដូចជាថៃវាយនឹងមានការគាំទ្រពីចិនដោយសារតែចិនខឹងកម្ពុជានឹងចាប់ផ្ដើមមាននេះតំណែងតំណងល្អជាមួយអាមេរិកមានទំនោរពាណិជ្ជកម្មទៅរកអាមេរិកនិងអាមេរិកបានលូកដៃចូលទៅក្នុងអាស៊ានដើម្បីជួយអន្តរាគមន៍ចិនច្រណែនជាមួយនឹងឥទ្ធិពលរបស់អាមេរិកនៅក្នុងអាស៊ានហើយចិនមិនចង់ឃើញអាស៊ានមានសន្តិភាពទេបងប្អូនខ្ញុំនិយាយមួយទៀតចំណុចសំខាន់ខ្ញុំធ្លាប់និយាយច្រើនដងសូមេតជា like ហើយខ្ញុំនិយាយម្ដងទៀតហើយខ្ញុំនឹងនិយាយបន្តទៀតដើម្បីឲ្យបងប្អូនយើងនឹងមានចំណេះដឹងនិងមានមូលដ្ឋានមើលអំពីភូមិសាស្ត្រនយោបាយបែងសុផនចិនមិនដែលចង់ឲ្យអាស៊ានមានសន្តិភាពឡើយខ្ញុំសូមនិយាយម្ដងពីព្រោះបើអាស៊ានមានសន្តិភាពចិនអស់ឥទ្ធិពលការកលចិនតែងតែមានឥទ្ធិពលលើប្រទេសដែលមានសង្គ្រាមបែកបាក់ខ្ញុំលើកឧទាហរណ៍មួយសូម្បីពាណិជ្ជកម្មក៏ដោយពាណិជ្ជកម្មចិនអត់ឥទ្ធិពលលើអឺរ៉ុបនិងអាមេរិកទេប៉ុន្តែមានឥទ្ធិពលលើអាហ្វ្រិកហេតុអីអាហ្វ្រិកជាប្រទេសក្រីក្រមេងអានតាក់តេយលោកពុករលួយរដ្ឋាភិបាលប្រព័ន្ធគ្រប់គ្រងនឹងគូថាស្អុយរលួយចឹងចិនចូលបានបងប្អូនយើងឃើញមើលទៅនៅអាហ្វ្រិកប្រព័ន្ធពុករលួយរំលោភសិទ្ធិមនុស្សបាទ
គឺគេហៅថានេះនឹងអត់ដៃឃើញអឺរ៉ុបហើយនៅអាមេរិកចូលបានទេបើចូលទៅកសាងពាណិជ្ជកម្មបើអាមេរិកឬក៏អឺរ៉ុបចូលប្រទេសនេះខ្លាំងបណ្ដោយប៉ុន្តែចិនចូលសុខកលិតបងប្អូនអត់ដឹងទេស្រាវជ្រាវវាយ Google មើលវាយចូលទៅក្នុងអ៊ីនធឺណិតនិយាយអំពីអាហ្វ្រិកបច្ចុប្បន្នហ្នឹងចិនចូលចង់អស់ហើយអញ្ចឹងដូចគ្នាបើសិនជានៅអាស៊ានមានរបងសន្តិភាពរឹងមាំមានការឯកភាពគ្នាអត់មានសង្គ្រាមដូច្នេះឥទ្ធិពលចិនខ្សោយបងប្អូនយើងបងប្អូនត្រូវដឹងខ្ញុំនិយាយអន័យធៀបណាអ្នកប្រាជ្ញស៊ូតុងប៉ងតើមេរោគមានឥទ្ធិពលលើរាងកាយយើងនៅពេលណាពេលដែលយើងខ្សោយទេពេលដែលយើងខ្លាំងមេរោគអត់មានឥទ្ធិពលលើរាងកាយយើងទេដូចគ្នាចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើតែប្រទេសទុនខ្សោយទេប្រទេសដើម្បីទុនខ្សោយបានប្រទេសនឹងមានសង្គ្រាមបាទនេះដើម្បីឲ្យខ្លួនលូកដៃចូលទៅកាច់ចង្កូតបានប៉ុន្តែបើប្រទេសនឹងខ្លាំងចិនចូលអត់បានបណ្ដោយអញ្ចឹងបើសិនអាស៊ានមានសាមគ្គីភាពរឹងមាំអ្វីដែលចិនខ្លាចគឺខ្លាចបណ្ដុំខ្ញុំនិយាយជ្រៅណាអាស៊ាននឹងវាងាកទៅរកអាមេរិកដល់ទៅងាកទៅរកអាមេរិកគឺវាប៉ះពាល់ទៅដល់ឥទ្ធិពលរបស់ចិនខ្ញុំចង់ឲ្យដឹងនឹងមហាសមុទ្រចិនកាលមានទំនាស់មហាសមុទ្រចិនបច្ចុប្បន្នមហាសមុទ្រចិនគឺជាប់ប្រទេសអាស៊ានម៉ាឡេស៊ីឥណ្ឌូនេស៊ីអានឹងបែងចែកនឹងទាំងអស់អញ្ចឹងបើសិនជាអានឹងដូច NATO ដូចបងប្អូនដូចខ្ញុំនិយាយថារុស្ស៊ីហើយបានរុស្ស៊ីប្រឆាំងជាមួយនឹងអ៊ុយក្រែន NATO ពីព្រោះរុស្ស៊ីវាចង់ឲ្យ NATO នឹងពាត់ជុំវិញទេ NATO នឹងគឺអង្គការសម្ព័ន្ធមិត្តអាមេរិកនិងអឺរ៉ុបប្រទេសនៅសមុទ្រមេឌីទែរ៉ាណេអុកស៊ីដង់តាល់ប្រទេសនៅអុកស៊ីដង់តាល់មេឌីទែរ៉ាណេនឹងជាបុណាគឺហុំពាត់កុំឲ្យឥទ្ធិពលកុម្មុយនីសផ្ដាច់ការរបស់រុស្ស៊ីរីកសាយភាយចឹងគេមានអានឹងមួយដូច្នេះអាមេរិកហើយនឹងពួកអឺរ៉ុបក៏សម្លឹងឃើញអាស៊ានដែរអញ្ចឹងហើយបានជាមានកិច្ចប្រជុំអាស៊ានបងប្អូនណាអាស៊ានមានកិច្ចប្រជុំណា Forward Out មានកិច្ចប្រជុំអាស៊ានអឺរ៉ុបអាស៊ានអូស្ត្រាលីអាស៊ានអាមេរិកបងប្អូនមានឃើញទេមែនទេអាស៊ានចិនដូចធ្លាប់មានអាស៊ានចិនដែរសូម្បីតែចិនក៏ចង់ចាប់អាស៊ានដែរដូច្នេះតាមការយល់ឃើញរបស់សូនតារាចិនមិនចង់ឲ្យតំបន់អាស៊ាននឹងមានសន្តិសុខសុវត្ថិភាពទេពីព្រោះបើកាលណាតំបន់អាស៊ានមានសន្តិសុខសុវត្ថិភាពគឺធ្វើឲ្យអាស៊ានរឹងមាំវាគំរាមកំហែងដល់តៃវ៉ាន់និងមហាសមុទ្រចិនដូច្នេះខ្ញុំយល់ឃើញថាចិនអត់រកស៊ីខាតទេគឺរកស៊ីចំណេញចិនច្បាស់ណាស់តាមទស្សនៈខ្ញុំនៅពីក្រោយខ្នងសង្គ្រាមថៃបើចិនហាមពេលដែលស្ដេចថៃទៅជួបណាចិនមិនផ្ដល់សញ្ញាថាមិនអាចប៉ះពាល់កម្ពុជាបានទេនិយាយដោយអាមេរិកចាត់ឲ្យណាចរចាគ្នាខ្ញុំជឿថាថៃមិនហ៊ានវាយកម្ពុជាដូចសពថ្ងៃឡើយឥឡូវយើងត្រឡប់ឃើញចាស់ស្ដីផុសតាងមួយដែលបងប្អូនមើលអត់ធ្លុះណាគឺនៅតាមខ្សែបន្ទាត់ព្រំដែនកន្លែងណាដែលមានពាណិជ្ជកម្មចិនណាថៃអត់វាយលុកទេថៃវាយលុកតែកន្លែងណាដែលជាពាណិជ្ជកម្មខ្មែរសុទ្ធជាពិសេសតំបន់កុកអាននិងលីយ៉ុងហាត់អញ្ចឹងចំណុចនេះមួយវិចារដូចចិត្តដែលខ្ញុំវិភាគឃើញថាឆ្លើយទៅនឹងសំណួរថាតើចិនអាចនៅពីក្រោយថៃឲ្យថៃវាយខ្មែរដើម្បីបញ្ជាក់ជំហរកម្ពុជាដែរឬទេអាទេយើងបាច់និយាយទេអាចដូចខ្ញុំនិយាយចំណុចទី1ណាដល់ចំណុចទី4ចំណុចទី5ហ្នឹងអញ្ចឹងបើសិនយ៉ាងដូចនោះតើមានដំណោះស្រាយយ៉ាងដូចម្ដេចឧទាហរណ៍ថាបើចិនជាអ្នកនៅពីក្រោយខ្នងថៃដើម្បីវាយឲ្យកម្ពុជាបញ្ជាក់គោលជំហរអានេះជាសួរដំណោះស្រាយបើចិនចង់ដឹងគោលជំហរកម្ពុជាត្រូវបង្ហាញគោលជំហរមែនទេតើគោលជំហរទៅចិនឬគោលជំហរវាមាន3ឯចិនកណ្ដាលអាមេរិកប៉ុន្តែខ្ញុំជឿថាហ៊ុនសែនហ៊ុនម៉ាណែតរក្សាគោលជំហរអព្យាក្រឹតទំនោរមែនទេទំនោរទៅចិនក៏ដោយលួចទៅចិនក៏ដោយប៉ុន្តែគាត់ត្រូវរៀនដឹងថានេះមានពេលខ្លះប្រវត្តិសាស្ត្របង្រៀនគាត់អាចលួចទំនោរទៅចិនប៉ុន្តែជំហរมันអាចធ្វើដូចសូនប្រាំងទេអញ្ចឹងចិនចង់ដឹងបើងាកទៅចិនតើកម្ពុជានឹងមានរឿងអីមានរឿងណាធ្ងន់ឬក៏ស្រាលអានឹងគឺពិចារណាអញ្ចឹងប៉ុន្តែសួរថាតើចិនណាចង់ឲ្យកម្ពុជានឹងងាកទៅខ្លួនដូចកូរ៉េខាងជើងហើយឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដូចចិនផ្គត់ផ្គង់គាំទ្រពួកប៉ុលពត
សបាយចិត្តណាស់មែនទេដែលខ្លួនធ្លាប់គ្រប់គ្រងពួកពលពតសម្រាប់មនុស្សចិត្ត3លាននាក់ខ្ញុំសួរចិនតើចិនសបាយណាស់មែនទេណាបើប្រទេសចិនគឺជាប្រទេសដែលស្អប់អាមេរិកដែលថាវាទីធ្វើសង្គ្រាមណាចិនក៏មិនគួរគ្រប់គ្រងឲ្យថៃហ្នឹងណាវាយកម្ពុជាដើម្បីឲ្យមាននាគមានប្រទេសកម្ពុជានឹងស្លាប់ប្រជាជនដោយរបបប៉ុលពតទៀតគឺមិនទេអញ្ចឹងបញ្ជាក់ចំហមានតែ3នេះតែខ្ញុំជឿថាចំហរបស់ហ៊ុនម៉ាណែតនឹងនៅកណ្ដាលហើយនេះគាត់ថាអ្នកណាជួយយកទាំងអស់អ្នកនៅកណ្ដាលសាមឌីធោអ្នកណាជួយយកទាំងអស់ខ្ញុំមើលទេណាប៉ុន្តែបើសម្រាប់សូនរ៉ានៅនិយាយដដែលចិនកណ្ដាលឬអាមេរិកស្ថានភាពនៅកណ្ដាលបើនៅកណ្ដាលបានខ្ញុំនៅគឺចិនជាមិត្តអាមេរិកជាមិត្តប៉ុន្តែបើស្ថានភាពគ្រោះថ្នាក់ដល់ប្រទេសកម្ពុជាដែលតម្រូវឲ្យខ្ញុំឈរមកចំហៀងសូនមិត្តណាសូនរ៉ាគឺសម្ព័ន្ធមិត្តជាមួយអាមេរិកនេះប្រកាសផ្ដល់ទីតាំងមូលដ្ឋានទ័ពឲ្យកោះមួយទៅអាមេរិកនៅក្នុងប្រទេសកម្ពុជាជាមិត្តសម្ព័ន្ធមិត្តស្លាប់រស់អស់មួយជីវិតកងទ័ពអាហ្នឹងសូនរ៉ាខ្ញុំនៅគិតតែអញ្ចឹងបាទនេះហើយថ្ងៃណាមកខ្ញុំជឿថាខ្ញុំនឹងធ្វើអញ្ចឹងខ្ញុំនៅតែប្រកាន់ចំហហ្នឹងពីព្រោះបងប្អូនពិភពលោកយើងនេះមិនអាចឯកោបានទេហើយមិនអាចអត់សម្ព័ន្ធមិត្តបានទេគេវាយងាប់គេវាយងាប់ប្រទេសយើងតូចត្រូវតែមានសម្ព័ន្ធមិត្តពីព្រោះប្រទេសជិតខាងយើងហ្នឹងវាអត់ស្រឡាញ់យើងដូចអឺរ៉ុបឯណាដូចអឺរ៉ុបប្រទេសបារាំងអ៊ីតាលីគេអត់ដែរឆ្លោះគ្នាប្រទេសយើងវាប្រទេសនៃជុំវិញយើងវាថោកទាបណាបងប្អូនមិនមែនយើងមិនចង់នៅកណ្ដាលទេមិនមែនយើងមិនចង់បោះបង់ចោលប្រទេសយើងអព្យាក្រឹតភាពទេសម្រាប់សូនរ៉ាណាមិនមែនខ្ញុំមិនចង់នៅអព្យាក្រឹតភាពដើម្បីមិត្តគ្រប់គ្នាទេប៉ុន្តែជុំវិញហ្នឹងវាថោកទាបវាមិនចង់ឲ្យយើងខ្ពស់មុខខ្ពស់មាត់ទេវាមិនចង់ឲ្យយើងហើបមុខទេមែនទេអាថៃនឹងវាវាយទៅយួនឈរសោតទៅមកណាយួនសបាយណាស់ពេលដែលឃើញខ្មែរយើងនឹងស្រុតចុះហើយថៃណាពេលមានពេលខ្លះយួនវាញឹមវាថាភ្លឺអញនឹងហើយដែលចង់ឲ្យខ្មែរនឹងស្រុតចុះពីព្រោះប្រទេសសងខាងនឹងមិនចង់ឲ្យខ្មែរយើងខ្ពស់ទេពេលដែលខ្មែរយើងស្រុតចុះវាងាយត្រួតត្រាវាយលុកមែនទេបើប្រទេសយើងខ្ពស់ឧទាហរណ៍ដូចជានៅសិង្ហបុរីស្មើសិង្ហបុរីបងប្អូនប្រទេសកម្ពុជាថៃមិនដែលចង់វាចំណែនណាវាចំណែននឹងវាចង់ឲ្យយើងនៅក្រោមវារហូតបើយើងនៅក្រោមវាសុខបើយើងហ៊ានតែលោតវាវាយអានេះណាអញ្ចឹងស្ថានភាពហ្នឹងដែលតម្រូវទៅសូនតារាទៅដឹកនាំប្រទេសចន្ទរាសេតម្រូវឲ្យខ្ញុំហ្នឹងស្វែងរកសម្ព័ន្ធមិត្តដែលខ្លាំងដែលមិនអាចរារាំងមិនឲ្យកម្ពុជាលោតបាននេះត្រូវរកសម្ព័ន្ធមិត្តពីព្រោះអាជុំវិញយើងនឹងសិតថោកទៀតបងប្អូនណាអ្នកដែលថៃវាយអ្នកចំណេញយួនចំណេញច្រើនណាស់ចំណេញអត់មានចំណាយអីទាំងអស់ចំណេញអីមិនមែនចំណេញទឹកដីអីទេចំណេញឃើញខ្មែរយើងធ្លាក់ទុនខ្សោយឲ្យថៃបញ្ជូនមនុស្សមកងាប់ងាប់ប្រជាជននៅតាមព្រំដែននឹងងាប់កងទ័ពនឹងមកមែនទេហើយដល់អ្នកចំណេញធំចំណេញនៅយួននេះណាខ្ញុំនិយាយពិតមែនទេស្នាមកខ្ញុំនិយាយពិតចំណេញអីកម្ពុជាយើងធ្លាក់ទុនខ្សោយទៅវាត្រួតត្រារហូតណាសេនអាលីហ្វីនអានេះគឺជាសច្ចធម៌នៅក្នុងការមើលឃើញរបស់ខ្ញុំទេហើយតែបានខ្ញុំថាអញ្ចឹងពីព្រោះប្រទេសជិតខាងវាមិនដែលចង់ឲ្យយើងខ្ពស់មុខខ្ពស់មាត់វាសប្បាយណាស់ឃើញយើងធ្លាក់នរកវាសប្បាយណាស់ឃើញប្រជាជនយើងសុំទានវាសប្បាយណាស់ឃើញយើងវេទនាតោកយ៉ាយើងសប្បាយណាស់ឃើញហ៊ុនសែនចាប់ខ្មែរដាក់គុកបងប្អូនពេលដែលហ៊ុនសែនចាប់ខ្មែរដាក់គុកកំទេចខ្មែរពេលដែលសួរតាថៃមានដែលជួយខ្មែរទេថៃជួយកំទេចថែមតើពេលកាលហ៊ុនសែនអត់ទាន់មានសង្គ្រាមជាមួយថៃបងប្អូនណាប្រទេសជិតខាងហ្នឹងណាវាសប្បាយឃើញយើងប្រខំគ្នាកាលពីខ្មែរក្រហមឆ្លោះមិនជាតបព្រៃសម្បត្តិ element វាយគ្នាហែកហួរគ្នាជាមួយខ្មែរនិងខ្មែរថៃវាមានថាអីមិនចឹងព្រោះខ្មែរខំគ្នាហូរឈាមវាទះដៃវាសប្បាយប្រទេសជិតខាងនេះវាសប្បាយណាស់ឃើញខ្មែរយើងនឹងប្រខំគ្នាហើយបើខ្មែរយើងដឹងប្រខំគ្នាមិននឹងចាប់ចងកំទេចងើបមួយវាយមួយងើបពីរវាយពីរអានឹងគឺប្រទេសយើងដើរស្របទៅតាមទស្សនវិស័យឆន្ទៈនៃប្រទេសជិតខាងទៅវិញទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ចឹងហើយបានជាជាបទវិភាគទេណាសម្រាប់ match ខ្ញុំមិនដឹងថាខ្ញុំចិនអត់ទូរស័ព្ទប្រាប់ខ្ញុំទេប៉ុន្តែតាមខ្ញុំមើលឃើញថាចោះឆ្ងល់ហេតុអីបានជាថៃអត់វាយតំបន់ចិន
ព្រំដែនទៅតំបន់ចិនណាបងថៃវាយនៅតំបន់នេះយងថាត់ហើយនឹងកុកអានតាអានឹងតំបន់ខ្មែរមែនទេមិនបានអត់វាយតំបន់ចិនអានឹងវាតតែសន្យាជាមួយចិនហើយហេតុអីបានជាចិនបានស្ដេចថៃមកពីចិនវិញលុបចេញចោលកិច្ចព្រមព្រៀងសន្តិភាពនិងកិច្ចព្រមព្រៀងជុំបាញ់ឲ្យវាយលុកធ្វើសង្គ្រាមវាយលុកប្រទេសកម្ពុជាដោយពួកយោធាអានឹងមកពីចិនអត់បានហាមមកពីចិនហ្នឹងអត់ចិនអើបើចិនគ្រាន់តែនិយាយថាឲ្យប្រទេសទាំងពីរនឹងស្របស្រួលគ្នាដើម្បីឲ្យតំបន់អាស៊ាននឹងមានសន្តិភាពណាបញ្ញាពេជ្រខ្ញុំជឿថាថៃមិនហ៊ានទេដូច្នេះហើយបើសិនជាចិនចង់ដឹងចំហខ្ញុំមិនដឹងទេមែនទេចំហមាន3នឹងងាកទៅចិននៅកណ្ដាលឬក៏នេះទៅអាមេរិកខ្ញុំជឿថាបើហ៊ុនម៉ាណែតគឺគាត់នៅកណ្ដាលអាណាជួយគឺយកទាំងអស់តាមខ្ញុំគិតណាប៉ុន្តែបើសូនតារាខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរប៉ុន្តែក្នុងស្ថានភាពគ្រោះថ្នាក់ខ្ញុំប្រកាសនៅជាមួយអាមេរិកហើយខ្ញុំផ្ដល់មូលដ្ឋានទ័ពណែយោធាឲ្យអាមេរិកនៅសមុទ្រណាមួយជីវិតមួយជីវិតដូចជប៉ុនអាមេរិកទម្លាក់ក្របបែកពីក្របខ្ទេចប្រទេសអស់អាលីងនៅតែសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរឿងអីប្រទេសកម្ពុជាអាមេរិកទម្លាក់ក្របបែកដេញពួកយាកុងណាទៅយកអានឹងមកនិយាយមិនអាចធ្វើជាសម្ព័ន្ធមិត្តរបស់អាមេរិកអស់មួយជីវិតខ្ញុំសូនរាបើទៅដឹកនាំប្រទេសផ្ដល់មូលដ្ឋានទ័ពឲ្យអាមេរិកជាសម្ព័ន្ធមិត្តយោធាអស់មួយជីវិតអត់មានខែប្រែប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាបុរៈស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្ដោតគំនិតប្រធានបទទី2ខ្លីប្រធានបទទី2នេះអមេបាទដើម្បីប្រកាសឲ្យបងប្អូនយល់អំពីច្បាប់អន្តរជាតិខ្លះច្បាប់អន្តរជាតិយោងតាមឈៀងអ៊ីលីអនុសញ្ញាហ្សឺណែវរបស់អង្គការសហប្រជាជាតិឆ្នាំ1949និងឆ្នាំចុះនៅឆ្នាំ1977បានហាមលេងពេញសូរការវាយប្រហារលើជនស៊ីវិលដែលមិនមែនជាគោលដៅយោធាអានិសាលូណាខ្ញុំនិយាយពីសាវតាបន្តិចតើអនុសញ្ញានេះមានន័យយ៉ាងដូចម្ដេចបានជានាំឲ្យមានអនុសញ្ញាហ្នឹងអនុសញ្ញានេះគឺក្រោយសង្គ្រាមលោកលើកទី2ក្រោយសង្គ្រាមលោកលើកទី2ការបណ្ដាលឲ្យមានមនុស្សជាង50លានអ្នកស្លាប់តែនៅក្នុងតំបន់អឺរ៉ុបទេពេលនោះសិតតែជនស៊ីវិលដោយសារតែការវាយប្រហារមិនរើសទីតាំងក្រោយមកទៀតខ្ញុំនិយាយសាវតាដើម្បីបងប្អូនដឹងថាដើម្បីបងប្អូនតោទោសថៃណែឲ្យមានចំណុចនឹងនិយាយក្រោយមកទៀតអង្គការសហប្រជាជាតិក៏បានបង្កើតរួមគ្នាទាំងអស់ទាំងថៃក៏ជាម្ចាស់ហត្ថលេខីពិភពលោកភាគច្រើនបានរួមគ្នាឯកភាពចុះហត្ថលេខាកាលណាឯកភាពចុះហត្ថលេខាត្រូវអនុវត្តបើមិនអនុវត្តត្រូវមានទោសខ្ញុំនិយាយពីទោសបើអនុវត្តត្រូវមានទោសចុះហត្ថលេខាអំពីអនុសញ្ញាហ្សឺណែវអង្គការសហប្រជាជាតិស្ដីពីសង្គ្រាមច្បាប់អន្តរជាតិហាមវាយប្រហារលើជនស៊ីវិលដែលមិនមែនជាគោលដៅយោធាសម្រាប់ប្រទេសណាដែលវាយប្រហារលើជនស៊ីវិលដែលមិនមែនជាគោលដៅយោធាបញ្ញាពេជ្រប្រទេសនោះនឹងជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍ណាបងប្អូននេះបងប្អូនធ្លាប់ឮពាក្យថាឧក្រិដ្ឋកម្មសង្គ្រាមកើតមកពីណាឧក្រិដ្ឋកម្មសង្គ្រាមមិនមែនកើតពីយោធាវាយយោធាទេឧទាហរណ៍ថានៅយុទ្ធទាហានបាញ់គ្នាទាហានថៃស្លាប់10000ទាហានខ្មែរស្លាប់10នាក់ឧទាហរណ៍ណាបាញ់គ្នាឲ្យនៅតាមព្រំដែនទាហាននឹងទាហានសម្លាប់គ្នាអានឹងសង្គ្រាមហៅសង្គ្រាមទាំងសងខាងអត់មានទោសអត់មានបទឧក្រិដ្ឋកម្មសង្គ្រាមទេប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រល័យពូជសាសន៍ឧទាហរណ៍ថាថៃវាយខ្មែរវាយពូជសាសន៍ខ្មែរប្រល័យពូជសាសន៍ខ្មែរពូជសាសន៍ដទៃណាអញ្ចឹងគេធ្វើដើម្បីឲ្យសង្គ្រាមនឹងវាបដោតទៅលើតែកងទ័ពបងប្អូនមើលក្នុងសង្គ្រាមលោកទី2អាមេរិកទម្លាក់គ្រាប់បែកពីរគ្រាប់នៅកាណាសាគីនិងអេរ៉ូស៊ីម៉ានេះអូអាមេរិកនិងពួកសម្ព័ន្ធមិត្តវាយអ៊ីតាលីនៅអាល្លឺម៉ង់ខ្ទេចសឹងតែខ្ទេចទៅជាផេះ
chẳng chân sĩ vợ slap đó nè còn là sừng cream lưỡi pì pì muối nấu chụp bón này đang nấu ở rộng nó chiên 20 liền nè số mày chẳng nhưng cái pil cho bạp nâng trên một liếp ọt miên bật tì ná để pra còn tàu vay từ lưỡi chân sĩ vợ để cứ kỳ vay từ lưỡi tay cô đau vô thi tay bà nọ bóng bốt rồi chẳng cô đau vô thi cho bằng cái đi chỉ đừng thòi mà đã con tay vay chân sĩ vợ cứ không cho bác ăn trả chiết ú cất tay cam sừng cream chẳng hai bạn chỉ khi nhóm khơi mà nè cái xuông cà phê chuyện nàyรัฐบาลกัมพูชีจงกรองเอกสารพนังตือตลาดกาอันตรจิต ICC ก็ได้สารนั้นได้สารแต่ไทยอุกฤษกรรมสังเกตปล่อยพูดซะไว้จนสิเวลมันเรื่องกูดังให้เมียนพอตังต่อเมียนพอตังแล้วจงสังเกตไอ้ปะปัวเราจนสิเวลเลยมาแรงสังเกตได้ขาดตัวแต่ปะจนสิเวลจังให้บานเจเกมันเอาเบียนสังเกตปนแต่กาปะจนสิเวนุปะโดยซาแต่ใจดังหรือกับปะโดยซาแต่กูดังมันนี่อุติหอทาจกกรอบระบอกขมายไอ้ตัวปะจนสิเวไทยได้ไอ้ปนแต่มันเป็นกรอบกูดาวตีคือกรอบใจดอนกรอบใจดอนไม่ได้ทาสังเกตที่บาดเตออันเนี้ยเนื้อน้ำบันจุ่มไว้นึกไปแต่ตัวรองอ่ะปนแต่ไทยเบิกยุนฮะดับปะมวยอ่ะดับปะมวยF16ตุ้มเละมาเลือสเปียนตุ้มเละมาเลือเตียตุ้มเละมาเลืออากีสำดังสิเวลสำดังสิเวลจะถากีคาสิโนใช่ไหมสเปียนพลาวสำดังสิเวลก็จอมอ่ะเอาที่ไทยเท่าในคาสิโนในทมอดาหรือก็ในอันเซ็กคือจีกันไรเละสเปียนเละอาวุธระบบโยธีจมุลทานโยธีให้จะสเปียนจบใจแต่อันนั้นตัวเละอาวุธนั่นเลยสเปียนจบใจฮะอาวุธอันนั้นตัวโยอาวุธตัวนั้นเลยสเปียนอันนั้นไงคือจีบพอตังนะบางคนนะอายุนหาไทยแต่ก็นั้นสักแต่ประโบพอตังบ่ยื่นตุกจวบจองกรองเอกสารนั้นขยมเชื่อถัดบ่มีนอะไรจีสมควรน่ะมันพร้อมไทยเกิดมันพอดอนุตินเกิดมันพอด PICGT เพราะโดยขนมดำในเราบอกก็เลี้ยงกันแล้วขนมดำในเราบอกก็อนุตินเกิดมันพอด PICGT มีโปรเจกต์แสดงบางปนไปเท่าไว้คาสิโนตำแหน่งของใบแต่เรื่องเตียโปรดวิมันนั่นตำแหน่งเรื่องกูได้โยธีนะเดี๋ยวทั้งกระไรคาสิโนนึงกระไรสังทากีนึงวิจมูลทานตัวนะหรือก็จีกระไรเรียอาวุธแต่ใบเวรากองตัวไทยไอ้เจ้าอัสปีนเนี่ยนี่ไอ้เจ้าตัดไอ้ตำแหน่งเรือสปีนเนี่ยอัสปีนนึงเวียนมูลทานไอ้เวียนายกมีนายกกรอบตระเรือสปีนไม่กระไรเรียไอ้นักปูไอ้จะโลนั่นนี่อันนั้นจีบพอแตงนะบางคนได้บางคนทำไมยังต้องสกัดเกาตุ๊นั่งตีมตีทางบ้านตมบ้านไปหนีใหญ่ปัดนั่งเจี๊ยบมันตัวปัดนั่งได้กระสาตัวบ้านพอเราได้มาบ้านพอเราได้ประชันจีมวยหนึ่งไทยโยงตามอนุสัญญาเจนีวในองค์การสหประชาชาตินั่งบนปอมบริษัทสปปุ่นนั่งบนปอมบริษัทสปปุ่นได้ในเยี่ยมปีการหามควดไว้จนสิวลซาปรินานาก็ขยมชื่อท่ากรอบขมายบัญโจตึกใดบัญตึกปรุงแดงไทยบัดจิตเละตรึจนสิวลลมเนื้อทานเป็นกิจกรรมในนี้มันโดนกิจกรรมระบบไทยเจ๊จีมันขาดขยมชื่อท่ามันขอบดิบนใต้มันแม้นจีไก่ตนาระบบกัมพูชีดิดูจีสังครีมไวปุกโยที่นี่จีสังครีมไวโยที่ไปเป็นปลาเตยมวยติดขมายอดเมียนบานโจลตึกใดไทยแต่ใบไหวพวกต่างมวยติดกรอนแต่ยนหอไทยนึงโจได้ขมายอาจยกสกรีคลายการระบบอเมริกยมชื่อทารัฐพิบาลนังแรกซาสกรีคลายการระบบตุ้งอเมริกจีพวกต่างได้ถัดไทยโจตึกใดกัมพูชีนบางจนฮอไปสักกโลใหม่ตะกอนนั่นไงตะกอนนั่นไงเขาเฉลี่ยเปลี่ยนนะเฉลี่ยเปลี่ยนบางคนนั่นไงในไอ้บ้านที่ตึกใดระบบในไอ้บ้านปัจจัยบ่ในไอ้ในยัยทากรอบนั่งบททะเลจอมคาสิโนกรอบนั่งบททะเลจอมสันทากีกรอบนั่งบททะเลจอมเหมือนตีเป็ดสลาเรียนอันนั้นไอ้ท้าวิจิตรอุปัตตะเวไอ้เบิกขมายยังบันโจตึกใดไทยปัจจัยบ่ยุนห่อในไอ้เนี่ยยุนห่อโจใดขมายหมดตุ่มเละกรอบใบเนื้อขนมตึกใดขมายน่ะไอ้ฝรั่งผมมุ้ยน่ะในเกิดอะไรย่อมเชื่อท่าเราท่าพิบาลตัวสังกัดเลยน้องสุพีสารทั้งสังกัดเลยนั่นมันเนี่ยว่าถ้ากองทัพกัมพูชีเอาเมียนโจแต่ในไทยบันไปจีจนเต้แต่ในไอ้ยุนห่อเมาเลือกกับบาลมันเนี่ยไปจีจนจนกระทั่งอันนั้นจีมูลฐานโยที่ตั้งแต่ไฟมูลฐานมันทำตึกใดขมายไหนคือสังเกตจังไอ้กีโจ
กับเรื่องเช่นอย่างไม่จุดตีหอท่าคาสิโนนั้นกี่มูลฐานเรียกอาวุธใส่ตะเกียบตะใดขมายในไอ้ตะใดขมายจะด่าอาวุธเอาที่หน้ากับบ้านนั้นเกมมันโยตะด่าเลยตะใดได้เนี่ยนะอุตีหอต่างจังประเทศวิ่งแมนตีวิ่งเหมือนแมนตีสกุลตรุวิสันจังขยมสนาอะไรรัฐาปิบาลคนนะเราจะยกจะตกดักแต่เลืออันนั้นคลังแบนเต้นจีไปเซตอาบจีจนหอกช่องจุดโปรงใดปฏิกรรมจีเยอะอัดเมียนไข่เมฆอัดเมียนเด็กไข่เรากาไปได้นะกันได้ยังหาตัวสำนักเมฆประเทศเยอะก็มีชาวบันตรจิตได้ต่อตั้งอันตรพิษอันนุกสัญญาอันตรจิตฉบับอันตรจิตมันเนี่ยcứ chỉ chạy tận nào vay chun chỉ vơi sọp sát, alors thay bánh bị sọp vía mà bị trâu thắt đầy vía mà, bột dùng ta mà mình chỉ biết sẽ dùng sòng cọt ngôn, của mình mình ai như vậy liền sao chứ, thả, vô thia rồi bỏ mình, đó vô thia rồi bỏ thay nó bàn bao nhiêu hot trâu từ đây không ai 80 km còn một hạt, anh đang sấy, hả, anh đang sấy, trâu 80 km, spin chục chày, spin mê tật. 8 km ពីព្រំដែនថៃអានឹងស្អីម្នាក់ឆ្លងចូលដែនអធិបតេយ្យភាពគឺជាការឈ្លានពានមិនមែនជាការការពារទេខ្មែរទៅការពារពីព្រោះខ្មែរអត់មានបានឆ្លងចូលដីណែឯងទេណែហ៊ុនម៉ាណែតលើកអានឹងទៅនិយាយទៅនៅក្នុងកិច្ចប្រជុំដែលរៀបចំសម្របសម្រួលឡើងដោយណែអានវ៉ាអ៊ីប្រាហ៊ីមអានឹងជាផុសតាខ្មែរអត់មានបានមានយន្តហោះខ្មែរគ្រាប់ច្បាស់ហើយថាខ្មែរគ្រាប់ធ្លាក់មែនយើងមើលអត់ឃើញមួយនេះឯងបាញ់ទៅបាញ់មកអានឹងវាធ្លាក់ប៉ុន្តែនេះឯងហោះឆ្លងដែរអាកាសចូលទឹកដីកម្ពុជានេះមកទម្លាក់គ្រាប់បែកចូលមន្ទីរពេទ្យមកទម្លាក់លើសំណង់ស៊ីវិលនេះសន្តាគារអូតែលនេះកាស៊ីណូដែលឯងថាទៅមកទម្លាក់លើស្ពាន7 គីឡូម៉ែត្រ80 គីឡូម៉ែត្របើយោងតាមអាមេរិកអានឹងជាអកតកម្មសង្គ្រាមវាបញ្ជាក់អំពីការឈ្លានពានមិនមែនការការពារទេថៃតែងតែអះអាងថាខ្លួនការពារប៉ុន្តែសកម្មភាពរបស់ខ្លួនហោះចូលមកទឹកដីកម្ពុជាតើដែលការពារលើឲ្យអាស៊ានអាមេរិកចាក់ផ្កាយរណបតើមានយន្តហោះខ្មែរតើមានទាហានខ្មែរណាដែលឈានចូលទឹកដីថៃមួយជំហាននេះដើម្បីវាយប្រជាជនថៃយើងទទួលស្គាល់ថាក្របហោះយើងមើលមិនឃើញចឹងហើយបានជាសង្គ្រាមគេត្រូវជលិះប្រជាជនថៃត្រូវតែមានសំណងណាអំពីការខូចខាតហើយអនុទិនណាបើពិភពលោកមានយុត្តិធម៌នៅថ្ងៃមួយខ្ញុំជឿលើយុត្តិធម៌ត្រូវតែមានទោសនៅតុលាការ ICC ត្រូវតែមានទោសនៅតុលាការ ICC អញ្ចឹងចំណុចដែលណៃបង្ហោះយន្តហោះចូលដីខ្មែរអត់មានការពារអីទេណៃមិនមែនការពារទេការពារមានន័យថាហាមមិនឲ្យគេចូលទឹកដីណៃហោះចូលទឹកដីមានន័យថាម៉េចបងឆ្លៀនពៀនបើយើងជនស៊ីវិលចូលទឹកដីគេអត់មានឆ្លងកាត់ព្រំដែនអាហ្នឹងគេហៅឆ្លងដែនខុសច្បាប់គេចាប់បញ្ជូនមកវិញចូលយន្តហោះដែនហោះមកទម្លាក់គ្រាប់បែកមែនទេចូលដូចអាមេរិកថា80 គីឡូម៉ែត្រឆ្លៀនពៀនតែនិយាយរឿងអីនៅការពារជាតិរឿងអីនៅឯប្រទេសថៃការពារអធិបតេយ្យភាពឬក៏ឆ្លៀនពៀនពាក្យណែនិយាយថាមិនក៏បានដែរប៉ុន្តែភ័ស្តុតាងសុភ័ណ្ឌមនីរស្មីឃើញជាក់ស្ដែងគឺយន្តហោះថៃហោះនៅក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជាហើយខ្ញុំជឿថាមានគេថតបានទាំងអស់ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាឡើងសុធាស្រាត់ខោជនផ្ដាច់ការសុយ៉ានីផ្លាស់ប្ដូរផ្នត់គំនិតបាទដូចជាបាញ់បេតិកភណ្ឌពិភពលោកបាញ់ប្រាសាទអីណាសាព្រីណាបាញ់ផ្ទះសម្បែងប្រជាជននេះហ្នឹងហើយខ្លួនឯងថាថៃអនុវត្តសិទ្ធិការពារខ្មែរបានការពារពួកខ្មែរអត់មានបានចូលដីថៃមួយជំហានទេខ្មែរនៅតែខាងខ្មែរទេគ្រាប់ធ្លាក់ទៅវាដាច់ខាត់ត្រូវនៅលំនៅឋានជនស៊ីវិលឯងអញ្ចឹងហើយបានជាគេឲ្យជលិះចេញសំបីតែអាមេរិកអឺរ៉ុបហ្នឹងគឺគេអំពាវនាវឲ្យជនជាតិរបស់គេហ្នឹងចាក់ចេញអំពីព្រំដែនចម្ងាយ50 គីឡូម៉ែត្រដោយសារគេដឹងថាគ្រាប់វាមើលឃើញទេអញ្ចឹងយើងបែងចែកឲ្យច្បាស់ថាតើគ្រាប់ថៃហ្នឹងគឺវាឆ្លងព្រំដែនណាឬក៏ទាហានវាឆ្លងព្រំដែនមកទម្លាក់លើប្រទេសកម្ពុជាយន្តហោះឆ្លងចូលមកទម្លាក់អានឹងហើយដែលគេហៅថាឆ្លៀនពៀនណាបងប្អូនគ្រាន់តែយន្តហោះចូលដែនអធិបតេយ្យភាពប្រទេសកម្ពុជាឆ្លៀនពៀនខ្មែរយើងមានដ្រូនមានយន្តហោះណាហោះចូលដីថៃមួយនៅបើខ្មែរឆ្លៀនពៀនតើមានខ្មែរនឹងឈានចូលមកជំនាញទៅលើដីថៃមួយនៅនិយាយនៅក្នុងអង្គការសហប្រជាជាតិនិយាយជាមួយដូណាល់ត្រាំនិយាយណាទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានតើថៃឆ្លើយយ៉ាងដូចម្ដេចតើមានទាហានខ្មែរណាម្នាក់ដែលឆ្លងចូលទឹកដីថៃតើមានយន្តហោះខ្មែរណាដែលឆ្លងចូលទឹកដីថៃនេះឬដែលអ្នកឯងនិយាយថាអ្នកឯងការពារអ្នកឯងមានសមត្ថភាព
ខ្មែរអត់មានអីសោះខ្មែរអត់មានអាវុធអីសោះចំនួនសេដ្ឋកិច្ចចំនួនប្រជាជនណែឯងធំជាងមិនណែឯងថាការពារជាតិប៉ុន្តែជាក់ស្ដែងណែឯងចូលណែឆ្លៀនពៀនជិះយន្តហោះមកយោងតាមអាមេរិកបើកយន្តហោះចូលទឹកដីខ្មែរ80គីឡូម៉ែត្រហើយអានឹងគេរឿងអីបានជាហៅថានៃការពារអធិបតេយ្យភាពប្រទេសថៃអានឹងបានជាខ្ញុំគិតថាវាជាចំណុចមួយដែលកម្ពុជាគួរតែជញ្ជ្រុំទៅលើចំណុចសកម្មភាពរបស់ប្រទេសថៃហើយខ្ញុំជឿថាអានេះគឺជាចំណុចមួយបងណាចំណុចមួយគឺចំណុចត្រង់ថាត្រឹមកម្រិតការទូតទេប៉ុន្តែយើងនិយាយយ៉ាងណាក៏ដោយក៏ថៃអត់ស្ដាប់ដែរ